ថ្ងៃនេះគ្រូសាខ្ញុំគាត់កំងមកហូបឆាស្ពៃជូចាបងអូនអើយមិនងាយបានគាត់កំងទេតែគាត់កំងម្ដងត្រូវតែឆ្លោយគាត់ហូបនឹងហើយចាព្រោះអីពេលខ្ញុំឆ្លោម្ដងគាត់ហូបរហូតតថ្ងៃនេះខ្ញុំរៀងតតំណេះដែរបងអូនអើយដឹងឆ្លោអីទេធុញណាស់ដល់ពេលអញ្ចឹងហើយគាត់សាកសួរគ្រូសាថាគាត់នឹងចង់ញ៉ាំអីអញ្ចឹងហើយគាត់ប្រាប់ថាចង់ហូបឆាស្ពៃជូអញ្ចឹងបងអូនដល់ពេលអញ្ចឹងហើយខ្ញុំមានបងអង្គយូរទេគឺទៅផ្សារទិញភ្លាមតែម្ដងចាហើយឆាស្ពៃជូថ្ងៃនេះផងដែរនាងខ្ញុំឆាជាមួយសាច់សិតនិងថ្លើមចាបងអូនអើយហើយស្ពៃជូក៏ទិញបានស្រស់ល្អទេបងអូនអើយជូរមកល្មមចាហើយគ្រឿងផ្សំបងអូននេះខ្ញុំមានអីច្រើនទេបងអូនអើយមានដូចជាខ្ទឹមសស្លឹកខ្ទឹមហើយនិងម្ទេសនឹងឯងចាមានតែប្រហែលមុខនេះយកឆាយកចេតនាឥឡូវបន្ទាប់ពីនាងខ្ញុំរៀបចំគ្រឿងក្រៅហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ខ្ទះដាក់ខ្លាញ់ដូចសពរដងនឹងឯងបងអូនអើយហើយឆាស្ពៃជូរនឹងដែរបងអូនអើយនាងខ្ញុំប្រើខ្ទឹមសនេះរៀងច្រើនបន្តិចហើយដោយសារតែខ្ញុំចូលចិត្តខ្ទឹមសអញ្ចឹងបងអូនណាមួយកាត់ចិត្តចាប់សាច់ជ្រូកហើយនឹងថ្លើមជ្រូកយើងផងអញ្ចឹងហើយនាងខ្ញុំរៀងដាក់ច្រើនបន្តិចហើយថ្ងៃនេះបងអូនអើយខ្ទឹមសនឹងឯងឥឡូវបន្ទាប់ពីនាងខ្ញុំកូរខ្ទឹមសឡើងក្រហមឡើងឈ្ងុយឈ្ងប់ពេញផ្ទះហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់សាច់ដាក់ថ្លើមចូលចាហើយថ្លើមជ្រូកនឹងដែរបងអូនអើយនាងខ្ញុំយកទៅស្រោចទឹកក្តៅមកវែកហើយបាននាងខ្ញុំនឹងយកមកឆាជាមួយសាច់ជ្រូកចាដោយសារតែបើអត់ស្រោចទឹកក្តៅទេវាអាចនៅឈាមអញ្ចឹងហើយ Facebook ចាប់អញ្ចឹងបងអូនអញ្ចឹងហើយនាងខ្ញុំយកទៅស្រោចទឹកក្តៅបន្តិចផងដែរឥឡូវបន្ទាប់ពីនាងខ្ញុំដាក់សាច់ចូលហើយក៏នាងខ្ញុំកូរឲ្យឡើងសាច់នឹងឈាមនឹងឆ្អិនបន្តិចចាបងអូនបាននាងខ្ញុំនឹងចាប់ផ្ដើមដាក់គ្រឿងក្រៅដូចសពរដូវនឹងឯងប៊ីចេងស្ករទឹកត្រីរ៉ូឌីនឹងឯងចាហើយនឹងទឹកប្រេងខ្យងនិយាយរួមមកដាក់ទឹកប្រេងខ្យងបងអូនអើយធ្វើឲ្យមុខម្ហូបយើងមានរសជាតិឆ្ងាញ់មែនតើចាបងអូនហើយនាងខ្ញុំកាលពីមុនមិនទ្រលាប់តែឆាដាក់ប្រេងខ្យងដល់ពេលឥឡូវទ្រលាប់ហើយគឺអត់បានទេបងអូនអើយគឺដាក់ប្រេងខ្យងឆ្ងាញ់ជាងអត់ដាក់បងអូនឥឡូវទ្រលាប់ហ្មងទៅឆាអីតិចតួចនឹងដាក់ឲ្យប្រេងខ្យងនឹងឥឡូវបន្ទាប់ពីនាងខ្ញុំដាក់គ្រឿងក្រៅឲ្យអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមឲ្យសាច់នឹងឆ្អិន 100% តែម្ដងណាបងអូនទុកពពុះទៀតហើយឥឡូវនេះនាងខ្ញុំមកលាយបដូរស្ពៃជូរហ្នឹងបងអូនបដូរពណ៌សហើយខ្ចីហ្នឹងបងអូនអើយនាងខ្ញុំយកមកលាយគ្រឿងតបមួយឡែកទៀតសិនអញ្ចឹងបងអូនលាយប៊ីចេងស្ករសហើយច្របាច់គុជឆ្មាមកចំណិតទៅអូយបងអូនអើយឆ្ងាញ់តែម្ដងចាបន្ទាប់ជាមួយត្រីអាំងក៏ត្រូវដែរឥឡូវបន្ទាប់ពីលាយហើយក៏ទុកមួយឡែកទៀតចាបងអូនអើយចាប់ដើមមកមើលសាច់នេះឆ្អិនមកល្មមបងអូនក៏នាងខ្ញុំដាក់ស្ពៃជូររបស់នាងខ្ញុំចូលចាហើយស្ពៃជូរនឹងដែរបងអូនហាន់ស្ដើងឆ្ងាញ់ណាស់កុំហាន់ក្រាក់អីចាស្ដើងទៅហូបទៅចូលជាបានល្អហើយវាអត់សូវហឹងអញ្ចឹងហើយស្ពៃជូរនឹងដែរបងអូនអើយយកជូរមកល្មមបានឯចាកុំយកជូរខ្លាំងពេកហើយក៏មិនយកអត់ជូរដែរបងអូនព្រោះអីយើងយកមកឆាត្រូវជូរមកល្មមឆ្ងាញ់អញ្ចឹងបងអូនជូរស្រស់មាត់មិនជូរខ្លាំងពេកទេចាហើយបន្ទាប់ពីនាងខ្ញុំឆាហើយអស់ហើយគឺនាងខ្ញុំចាប់ផ្ដើមដាក់ទឹកហើយក៏ថែមម្រេចជាចុងក្រោយរួចជាការស្រេចហើយចាបងអូនមុខម្ហូបរូបនាងខ្ញុំក៏បានចិនចិត្តឆ្អិនរួចរាល់ផងដែរចាហើយនិយាយរួមមកស្រួលធ្វើមែនតើឆាស្ពៃជូរហ្នឹងបងអូនអើយហើយគ្រូសាខ្ញុំមកចូលចិត្តណាមុខម្ហូបមួយហ្នឹងបងអូននិយាយរួមអត់ទៅឆាម្ដងគាត់ហូបបាយអស់ពី3ចានអីនោះចានិយាយរួមគាត់ចូលចិត្តតែម្ដងមុខម្ហូបហ្នឹងគាត់ថាជូរស្រស់មាត់ហូបបាយត្រូវអញ្ចឹងហើយឲ្យតែគាត់កំងម្ដងដឹងតែកំងមុខម្ហូបឆាស្ពៃជូរហ្នឹងហើយបងអូនអើយគ្មានក្រៅអីពីមុខម្ហូបមួយហ្នឹងទេនិយាយរួមគាត់ចូលចិត្តបងអូនឲ្យតែគាត់កំងម្ដងដល់នឹងធ្វើឲ្យគាត់ហូបហើយអញ្ចឹងបងអូនដោយសារតែគាត់មិនងាយកំងទេរឿងហូបបាយនេះបងអូនតើថាដិនដល់គាត់ណាមិនគាត់ប្រាប់យើងអញ្ចឹងណាបងអូនអើយឥឡូវមុខម្ហូបឆាស្ពៃជូររបស់នាងខ្ញុំក៏បានចាក់រស់ផងដែរចា